Holy shit អ្នកនរគ្នាខ្ញុំនឹងថាពីណាគេគឺជាតួអង្គចតុកកនៅក្នុងរឿង Spider-Man Brand New Day ម្នាក់ហ្នឹងគឺ Cristiano Ronaldo ខ្ញុំអត់និយាយលេងអ្នកនរគ្នាក្នុង clip ថ្មីរបស់ Spider-Man Brand New Day គឺយើងបានឃើញថា Lionel Messi បានទៅស្វែងរក Spider-Man ដោយប្រើប្រាស់អា Spider App ហ្នឹងដើម្បី track ថា Spider-Man នៅកន្លែងណាអា app ហ្នឹងគឺមានមែនតើអ្នកនរគ្នាអាចទៅឆែកវាបានតាម website ហើយពេលទៅដល់យើងបានឃើញថា Tom Holland ហ្នឹងក៏ជា fan Messi ហ្វេអាសងទីនដែរអញ្ចឹងទៅក៏បានស្វាស្វែងទៅដូរកៅអៅដើម្បីអីមកជួប Messi ហើយសួរថាមានបញ្ហាអីហើយ Messi ក៏បានប្រាប់ថា Ronaldo បានជះលុយពីច្រើនដើម្បីទៅជួបពួក Villain ផ្សេងៗក្នុង New York City ដើម្បីតាមបំផាញ់ Messi តែក្នុងនោះគឺយើងឃើញមាន Ramrod Shocker Tombstone Tarantula Boomerang ហើយនិង Scorpion ដើម្បីតាមចាប់ Messi កុំឲ្យលេ World Cup បន្តទៀតបានដឹងថា performance របស់ Messi ក្នុង World Cup ឆ្នាំនេះគឺអាចនឹងមានភាគរយធ្វើឲ្យអាសងទីនឈ្នះ World Cup មួយទៀតចឹងហើយយើងបានឃើញថាតាមរយៈ82 New Messi និង Ronaldo គឺបានឆ្លោះគ្នាតែ Ronaldo ហ្នឹងគឺបានទៅផ្ទះ Messi គំរាម Messi កុំឲ្យទៅលេ World Cup ទៀតប៉ុន្តែ Messi ហ្នឹងគឺអត់ព្រមទេហើយក្នុងស៊ីមួយយើងបានឃើញ Messi គឺគ្នាស្រែកភ័យមែនទែនដោយសារតែពេលហ្នឹងគឺដឹងតែមានពួក Villain ណាតាមចាប់ឯងហើយក៏ត្រូវបាន Spider-Man យើងជួយសង្គ្រោះនៅលើអាគារអញ្ចឹងទៅអាទាំងអស់ហ្នឹងគឺជាការសន្និដ្ឋានរបស់ខ្ញុំថា Ronaldo គាត់គឺជា main villain ប្រចាំរឿង Spider-Man Brand New Day Ronaldo គាត់គឺជាមេខ្លោងដែលជួលពួក Villain ហ្នឹងមកក្លុក Messi ហើយនិង Spider-Man យើងតាមការពារក្នុងរឿងហ្នឹងហើយបើសិននេះចាប់អារម្មណ៍គឺយើងមានតែចាំមើលនៅចុងខែហ្នឹងថាតួអង្គចិត្តគាត់គឺជាអ្នកគេពិតប្រាកដមួយវិញទៀតគឺយើងមាន announcement មួយសម្រាប់អ្នកដែលរងចាំ fan screening គឺ JJ Ethan ទុកមាន cinema ហើយនឹងខ្ញុំពួកយើងនឹងមាន community Spider-Man group មួយសម្រាប់ announce fan screening ដែលយើងអាចទៅមើលកូនជុំគ្នាបើសិនបានអ្នកនរគ្នាអត់មានកន្លែងណាទៅមើលកូនជុំគ្នាទេដែលក្នុងហ្នឹងគឺអ្នកនរគ្នាអាចទទួលបាន poster Spider-Man មួយហើយនឹងបរិយាកាសគឺមើលកូននឹងស្រែកហៅជុំគ្នាតែប៉ុណ្្នឹងឯងមួយវិញទៀតក៏ចង់ shout out ទៅកាន់ Legend Cinema ដែលថាតែគាត់នឹង provide popcorn ឲ្យយើងម្នាក់មួយផងដែរអំឡុងពេលដែលយើងទៅមើល fan screening ដូចគ្នាงั้នបើចាប់អារម្មណ៍អ្នកអាច join group Telegram មួយហ្នឹងហើយមួយវិញទៀតខ្ញុំក៏នឹងតម្លាក់រូបហ្នឹងក្នុង comment អ្នកនេះអាចទៅ join ដើម្បីពួកយើងនិយាយគ្នាលេងហើយនឹងដឹងពីព័ត៌មានបន្ថែមបានដូចគ្នាសម្រាប់មកមេតាបិនហ្នឹងទេហើយកុំភ្លេច join Telegram គ្រាន់ដើម្បីដឹងពីព័ត៌មានបន្ថែមពីយើងទាំង4នាក់សន្តិភាព